ជាបឋមខ្ញុំកាលណានឹងខ្ញុំសូមស្ការអង្គកាយថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីរលឹកដល់ពងខ្ពស់ឧត្តមក្រៃលែងលើលោកនេះសូមអង្គកាយថ្វាយបង្គំដល់ព្រះមហាក្សត្រព្រមនេះអង្គសម្នីព្រមទាំងសម្ដេចម៉ាយទៅគ្រប់ដល់ពងខ្ពស់សូមអង្គកាយគ្រប់ដល់សម្ដេចបវរធិបតីនិងលោកមន្ត្រីបណ្ឌិតពេជ្រច័ន្ទមនីជាទីគ្រប់ដល់ពងខ្ពស់អង្គកាយគ្រប់ដល់សម្ដេចដែលចូលសម្ដេចទៅបណ្ឌិតសម្ដេចឲ្យដំលោកទាវលោកស្រីពុទ្ធបរិស័ទទាំងអស់ដែលព្យាយាមស្ដាប់ពធក្នុងទូរទស្សន៍គេដូចជាក្នុងបណ្ដាញ Facebook អីជាដើមដែលលោកអ្នកសប្បុរសទាំងឡាយលោកតែងតែដកស្រង់ពីទូរទស្សន៍ជាតិយើងទៅដាក់ TikTok ឬក៏ទៅដាក់អី YouTube អីអញ្ចឹងដើម្បីផ្សព្វផ្សាយនេះក៏ជាការល្អហើយផ្សាយពធឲ្យបានច្រើនដើម្បីឲ្យមនុស្សទាំងអស់ទៅចិត្តក្នុងការដែលស្ដាប់ធម៌ពុទ្ធជាម្ចាស់តែងធ្វើឲ្យសត្វលោកមិនក្តៅក្រហាយទេតែងតែពិចារណាឃើញការពិតដែលព្រះអង្គទ្រង់សម្ដែងពិតប្រាកដមែនដោយព្រះអង្គសម្ដែងថាអ្វីៗមិនទៀងទាត់ទេកុំប្រមាថកុំធ្វើប្រហែសនេះជាពាក្យដ៏ល្អណាស់ដែលយើងច្រើនតែភ្លេចខ្លួនប្រមាថថាអាត្មាអញដូចជានៅក្មេងឬកំតាន់ឈឺឬអាត្មាអញវាជោគជ័យចេះចោះវង្វេងនឹងអ្វីៗដែលខ្លួនបានពិសេសទៀតនោះយើងមើលឃើញហើយគឺវង្វេងនឹងជាមួយរបស់ដែលទទេយើងអត់បានគិតថាយើងវង្វេងនឹងរបស់ទទេទេដែលគិតថាមានយើងមានរបស់គេរបស់ជើងជាដើមតែពិតព្រះអង្គឲ្យពិចារណាឲ្យឃើញថាយើងក៏ជារបស់ទទេជារបស់សាបសូន្យជារបស់បែកធ្លាយទៅឯមនុស្សទាំងឡាយដែលកំពុងរស់នៅជុំវិញយើងក៏ជារបស់ទទេជារបស់បែកធ្លាយសាបសូន្យទៅដូចគ្នាខណៈបើយើងពិចារណាយ៉ាងនេះនឹងធ្វើឲ្យកាត់បន្ថយនៅធម៌លោកភៈទោសៈមោហៈទិដ្ឋិមនៈចំណែកនេះព្យាបាទគ្នាជាដាស់លោកអ្នកពិចារណាទៅថាតើសេចក្តីត្រូវការរបស់មនុស្សមានទីបញ្ចប់ទេបើសិនជាយើងមិនបញ្ចប់វាទេនោះភ្លើងទោសៈទាំងឡាយមានទីបញ្ចប់ទេបើយើងមិនព្រមបញ្ចប់វាទេនោះទុក្ខសោកទាំងឡាយការគិតខ្វល់ខ្វាយទាំងឡាយព្រួយបារម្ភទាំងឡាយកង្វល់ទាំងឡាយវឹកវរក្នុងចិត្តទាំងឡាយបើចេះតែបណ្ដោយគេចេះតែចម្រើនទៅគ្មានទីបញ្ចប់ទេបើយើងមិនបញ្ចប់វាទេនោះដូច្នេះអ្វីនៅលើយើងជាអ្នកបញ្ចប់និងយើងជាអ្នកបង្កើតគេឡើងបើបង្កើតហើយវាតែងតាំងនៅនឹងរលត់ទៅវិញជាធម្មតាអញ្ចឹងគួរបញ្ចប់ទៅកុំឲ្យមានកើតរឿងរ៉ាវដែលមិនល្អព្យាបាទកាប់សម្លាប់គ្នាតទៅទៀតអីព្រោះភាពវិនិច្ឆ័យអន្តរាយនេះវានឹងកើតឡើងជាបន្តទៅទៀតក្នុងខណៈដែលយើងមិនព្រមយកធម៌ព្រះមកដាក់ក្នុងចិត្តទេនោះបើរវល់តែប៉ុណ្ណឹងបច្ចេកយកឈ្នះយកចាញ់គ្នាទេនោះសួរតើសេចក្តីសុខនៅឯណាទៅសំខាន់ណាស់សម្លឹងមើលថាអ្វីទៅដែលមានសារៈប្រយោជន៍សម្រាប់ជីវិតយើងនោះយើងទាំងអស់គ្នាតែងតែមានបំណងជានិច្ចថាសេចក្តីសុខនឹងឯងជាកម្មវត្ថុដ៏សំខាន់សម្រាប់ជីវិតមនុស្សម្នាក់ប៉ុន្តែទន្ទឹមថាស្វែងរកសេចក្តីសុខឲ្យមនុស្សលោកអ្នកប្រាជ្ញបណ្ឌិតផ្នែកខាងផ្លូវលោកបច្ចុប្បន្ននេះដែលខ្វះផ្លូវធម៌សួរថាគេបានគិតគូរផលប៉ះពាល់ដែរឬទេគេគិតថាដល់តួថាគេនឹងរកសន្តិភាពឲ្យមនុស្សលោករកសេចក្តីសុខឲ្យមនុស្សលោកប៉ុន្តែទន្ទឹមនឹងគេកំពុងបំផ្លាញពិភពលោកហើយបំផ្លាញជីវិតមនុស្សជាតិតែម្ដងដោយសារអីដោយសារខ្វះធម៌នេះឯងខ្វះការពិចារណាថាជីវិតសត្វលោកទាំងអ្វីទាំងអស់មិនទៀងជាទុកជាអនត្តាមានសេចក្តីប្រមាថគិតថាអញនឹងអញធ្វើឲ្យវាខ្លាំងឲ្យវាឈ្នះលើពិភពលោកភ្លេចគិតថាអញនឹងអាយុប្រមាណទៅទៀតគិតមើលអញនឹងបាន20000ឆ្នាំទេឬក៏រាប់200ឆ្នាំបានផងហេតុអីបានជាមិនមហិច្ឆតារំលោភបំពានអ្នកនៅជុំវិញខ្លួនមិនអស់ចិត្តរំលោភបំពានដល់ប្រទេសជុំវិញចិត្តខាងមិនអស់ចិត្តរហូតដល់ឆ្លងទ្វីបទៅទៀតព្រោះអីនេះឯងភ្លើងទោសៈភ្លើងលោភៈភ្លើងមោហៈដែលដុតរលច្រឡំវង្វេងទាំងអស់នឹងរបស់ខ្លាញនេះឯងអ្វីលើលោកនេះព្រះអង្គសម្ដែងថាមិនទៀងគេថាទៀងអ្វីលើលោកនេះព្រះអង្គថាស្ទុកគេថាសុខព្រះអង្គថាមិនមែនខ្លួនគេថាខ្លួនចឹងឯងបានជាគេប្រព្រឹត្តនៅអំពើបាបកម្មគ្រប់បែបចាស់ព្រះអង្គហាមមិនឲ្យជួយមនុស្សសត្វទៀតទេមិនឲ្យជួយដូរមនុស្សសត្វទាំងឡាយទេតែពិភពលោកជួយដូរមនុស្សកាន់តែខ្លាំងទៅអត់បានស្ដាប់ព្រះអង្គហាមទេគេអត់ដឹងថាបាបកម្មនោះវានឹងឲ្យផលថ្ងៃណាមួយគេអត់គិតទេគិតតែបានលុយគៀបសង្កត់ធ្វើបាបគេដើម្បីយកលុយមកចាយនៅលើកំណត់ទឹកភ្នែកអ្នកដទៃចាយទៅលើទុកលំបាកអ្នកដទៃបាបកម្មនោះវានឹងឲ្យផលថ្ងៃណាមួយមិនខានកិច្ចមិនរួចទេកុំសាងបាបកម្មអីព្រះអង្គមិនឲ្យជួយដូរគ្រឿងញៀនគ្រឿងស្រវឹងកឆាអីជាដើម
តែសត្វលោកជួញដូរគ្រឿងញៀនគ្រប់មុខបំផ្លាញអស់ហើយគុណធម៌សិលធម៌របស់មនុស្សបំផ្លាញអស់ហើយអនាគតរបស់ក្មេងទៅពាំងស្នងរិស័យអត់មានទេសុទ្ធតែយកលុយនឹងដើម្បីអ្វីទៅអ្នកដែលបានលុយពីនឹងមករស់បាន 20000 ឆ្នាំទេឬក៏អមតៈអ្នកខ្លះលោភរហូតដល់ត្រូវធ្វើមិនផលិតថ្នាំមិនឲ្យជីវិតអមតៈអត់ទេមិនអមតៈទេវាផ្ទុយពីច្បាប់ធម្មជាតិអញ្ចឹងសូមពិចារណាទាំងអស់គ្នាសូមអ្នកដែលនៅចិត្តខាងយើងប្រទេសជាតិខាងដែលឈ្លានពានយើងក៏សូមគិតទៅទោះបីជាខំរមមិនវិធីសាស្ត្រមិនដើម្បីឲ្យឈ្នះដើម្បីបំពេញធ្វើបាបគេនោះគឺជាការសាងបាបកម្មធ្ងន់ណាស់កុំសាងបាបកម្មអីល្អជាងមិនមែនរស់នៅបាន10000 20000 ឆ្នាំទេកុំសាងបាបកម្មនាំឲ្យមានពីវេរានឹងគ្នាប្រទេសយើងជាអ្នកសាងបុណ្យខ្ញុំជឿជាក់ថាប្រទេសយើងនឹងរុងរឿងនឹងរីកចម្រើនតទៅមុខទៀតក្នុងគណៈយើងរួមគ្នាសាងបុណ្យនេះបុណ្យបារមីដែលយើងកំពុងសន្សំនេះជាបុណ្យបារមីដ៏ខ្លាំងក្លាបំផុតគឺធម្មទាននិងអមិសទាននេះឯងគឺនាំគ្នាចូលរួមបំពេញបុណ្យគ្រប់ក្នុងប្រទេសយើងក្នុងប្រទេសគ្រប់ខេត្តក្រុងនិងពិសេសមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជាដែលមិនតាន់តែមានអ្នកណាសង់សូម្បីតែប្រទេសជិតខាងពិសេសប្រទេសដែលកាន់ពុទ្ធសាសនាក៏កោតសរសើរដែរតែមជ្ឈមណ្ឌលចាកំពីបត្រៃបដកនេះជាអីលោកមានបន្ទូលថាជាអច្ឆរិយៈពាក្យទូលមានពុទ្ធនេះជាពាក្យដែលមានអច្ឆរិយៈបំផុតស័ក្តិសិទ្ធិបំផុតពូកែបំផុតអញ្ចឹងយើងនាំគ្នាទ្រទ្រង់បុណ្យដ៏ស័ក្តិសិទ្ធិនេះឯងដែលធ្វើឲ្យបុណ្យកុសលនេះអាចជួយគ្រប់គ្រងថែរក្សាប្រទេសជាតិយើងបានណាយើងធ្វើបុណ្យហើយយើងផ្សាយបុណ្យនេះទៅស្ដេចទេវតាទាំងអស់ទេវតាទាំង4ទិសទេវតាទាំងតូចធំទាំងអស់លោកទទួលអានុភាពនៃបុណ្យហើយលោកជួយគ្រប់គ្រងថែរក្សាប្រទេសជាតិយើងបានល្អដោយអំណាចនៃការកសាងមជ្ឈមណ្ឌលនេះឯងប្រការចាកំពីបត្រៃបដកការទ្រទ្រង់ពុទ្ធវចនៈការកសាងប្រាសាទចាក៏ដូចជាប្រឆ្លាមចេតិយក៏ដូចជាវត្តអារាមដូចជាសំដងផ្សេងៗពុទ្ធ84000ព្រះអង្គជាដើមសិតតែមានតែជះបារមីដ៏ខ្លាំងក្លាបំផុតអញ្ចឹងដែលជះបារមីដ៏ខ្លាំងក្លាឯងដែលជួយប្រទេសជាតិយើងឲ្យមានតែជះបារមីដែរដូចយើងគ្រួសារតែមួយអញ្ចឹងបើក្នុងគ្នារក្សាសិលទាំងអស់គ្នាហើយមានសេចក្តីសុខក្នុងគ្រួសារប្រទេសជាតិក៏សុខដែរប្រទេសយើងក៏សុខដែរក្នុងគណៈដែលយើងនាំគ្នាបំពេញបុណ្យទាំងអស់គ្នាដោយគ្មានការបៀតបៀនគុំគួនកាប់សម្លាប់គ្នាយើងអភិរក្សរក្សាទៅព្រះអង្គសម្ដែងសរសើរពីស្ដេចលិជវីនោះយើងគួរយកសម្រាប់តាមទៅស្ដេចលិជវីដែលគ្រប់គ្រងប្រទេសដោយសាមគ្គីធម៌នេះឯងហើយសាមគ្គីធម៌ដ៏ល្អប្រសើរហើយថែរក្សាអ្នកប្រាជ្ញបណ្ឌិតរបស់ខ្លួនដែលមានតាំងពីបុរាណមករក្សាទុករហូតចេតដីដែលអ្នកប្រាជ្ញបណ្ឌិតទាំងឡាយពីចំនួនដើមដូនតាលោកគោរពបូជាយ៉ាងណានៅតែថែរក្សាគោរពបូជារហូតព្រោះទីគោរពសក្ការៈបូជាទៅជាកន្លែងស័ក្តិសិទ្ធិដោយសារមានទេវតាថែរក្សាដោយមជ្ឈមណ្ឌលយើងអញ្ចឹងនឹងទៅជាវត្ថុស័ក្តិសិទ្ធិទៅជាកន្លែងស័ក្តិសិទ្ធិបានក្នុងគណៈយើងនាំគ្នាគោរពបូជាហើយគោរពបូជាទៀតព្រោះអីបត្រៃបិដកអញ្ចឹងបត្រៃបិដកជាអច្ឆរិយៈដែលថាពាក្យទូលមានពុទ្ធចំចាស់ដែលមានតែជះបារមីខ្លាំងក្លាបំផុតជួយមនុស្សពីបឋិជនទៅព្រះរិយបុគ្គលបានសួរថាតើខ្លាំងប៉ុណ្ណាទៅពាក្យទូលមានឯណាដែលអាចដឹកនាំមនុស្សឲ្យប្រព្រឹត្តប្រតិបត្តិពីខ្លួនទៅពីខ្លួននេះជាបឋិជននេះទៅជាកល្យានបឋិជនហើយឈានទៅដល់ព្រះរិយបុគ្គលដែលមានរិទ្ធដែលជះបារមីខ្លាំងក្លាមានអភិញ្ញា6តើវិសេសប៉ុណ្ណាទៅវិសេសណាស់ទៅណាមានសាសនាណាដែលដឹកនាំថាប្រតិបត្តិធម៌នេះអាចคล้ายជាមនុស្សដែលអីអាចបែងភាគបានពីរូបតូចធំមិនមកបែងភាគបានទាំងអស់ទៅពលព្រះអាទិត្យព្រះច័ន្ទបានទាំងអស់ហោះហើរដើរលើអាកាសលើទឹកមិនបានទាំងអស់ជ្រែកដីក៏បានហើយបរួមតូចពីតិចមកច្រើនពីច្រើនទៅតិចមិនដើរទម្លុះភ្នំក៏បានអីក៏បានអស់សោះតែដែលជាបារមីប៉ុណ្ណាទៅមិនមុនអាគមធ្វើបានផ្លែទៅនេះដែលជាបារមីគឺថាប្រព្រឹត្តទៅបានជាព្រះរហន្តជារិយបុគ្គលតើវិសេសប៉ុណ្ណាទៅទៀតអញ្ចឹងបានន័យថាធម៌ព្រះអង្គមានតែជាបារមីខ្លាំងណាស់ដែលខ្ញុំចេះនិយាយថាយើងកសាងបានបុណ្យច្រើនប្រមាណមិនបានត្រង់ទ្រទ្រង់ពុទ្ធវចនៈដែលមានតែជាបារមីខ្លាំងជួយសត្វលោកឲ្យរួចផុតចាក់ទុក្ខបានអញ្ចឹងមនុស្សទាំងឡាយចង់បានសុខបើចង់បានសុខត្រូវតែព្យាយាមជ្រកក្រោមម្លប់ធម៌ពុទ្ធជាម្ចាស់ព្យាយាមបំពេញអំពើល្អជាមួយគ្នាឲ្យបានច្រើនលះបង់អំពើបាបទៅកុំឈ្លានពានគ្នាកុំកាប់សម្លាប់គ្នាកុំចង់ពៀវេរានឹងគ្នានាំឲ្យមានពៀវេរានោះមិនល្អឡើយសូមមេត្តាថាបើយើងស្រឡាញ់ជីវិតហើយនោះត្រូវស្រឡាញ់ចិត្តយើងឲ្យបានថែរក្សាចិត្តយើងឲ្យទៅជាចិត្តដ៏ល្អប្រសើរដើម្បីដឹកនាំមាគ៌ាជីវិតរបស់ខ្លួនឯងនិងអ្នកដទៃឲ្យបានសុខផងព្រោះចិត្តជាធំជាប្រធានបើចិត្តគ្មានសទ្ធាក្នុងការផ្ដល់សេចក្តីសុខដល់អ្នកដទៃទេនោះជាចិត្តអាក្រក់បំផុតចិត្តអាក្រក់នេះនឹងបំផ្លាញយើងវិញព្រះអង្គសម្ដែងហៅថាបុគ្គលណាដែលសាងបាបផលនៃបាបនោះវានឹងឲ្យមកបុគ្គលដែលសាងវិញអញ្ចឹងយើងព្យាយាមសាងបុណ្យទាំងអស់គ្នាដើម្បីផលបុណ្យនេះនាំមកនូវសេចក្តីសុខទៅណាសូមអនុមោទនា